គ្រប់ជំរាបសួរអាយដាមលោកជំទាវក៏ដូចជាទស្សនិកជនទាំងអស់ផងដែរចានៅគណៈពេលនេះគឺនាងខ្ញុំមានកិត្តិយសមែនតើបានធ្វើបទសម្ភាសន៍ជាមួយនឹងលោកប្រធាននាយកប្រតិបត្តិរបស់ភូមិចាវីចាភូមិចាវីប្រហែលជាបងប្អូនមួយចំនួនធំអាចស្គាល់ហើយចាគឺជាដូចជារមណីយដ្ឋានមួយក៏ដូចជាកន្លែងស្នាក់នៅមួយមិនថាអញ្ចឹងទេចាកន្លែងស្នាក់នៅមួយដែលមានភាពល្អប្រណិតហើយក៏ជារមណីយដ្ឋានមួយដែរដែលមានគេហៅថាពោពេញទៅដោយរចនាបថខ្មែរចាផ្ទះនីមួយហើយសំបីភោជនីយដ្ឋានដែលយើងអង្គុយពិសាអីហ្នឹងក៏ជារចនាបថខ្មែរដែរហើយនៅខាងក្រោយខ្នងផ្ទះនេះគឺយើងឃើញគេហៅថាផ្ទះសថីអញ្ចឹងណាផ្ទះលោកម្ចាស់អូផ្ទះលោកម្ចាស់ចាអញ្ចឹងជាដំបូងនេះខ្ញុំចង់ជំរាបជូនទៅទស្សនិកជនផងដែរចាណែនាំលោកសុកមានដែលជានាយកប្រតិបត្តិហើយលោកនឹងរៀបរាប់អំពីថាតើផ្ទះខ្មែរហ្នឹងមានប្រភេទអីខ្លះហើយមូលហេតុអីក៏សាងមកហ្នឹងហើយគោលបំណងសំខាន់ថ្ងៃក្រោយទៅហ្នឹងខាងភូមិចាវីមានចក្ខុវិស័យអីទៅបន្តទៀតចាអញ្ចឹងជាដំបូងចង់ឲ្យលោកជំរាបជូនបន្តិចថាដើមហេតុដំបូងបានជាមានភូមិចាវីហ្នឹងចាហើយនឹងមានឈ្មោះហ្នឹងដែរចាសូមគោរពជំរាបសួរបាទខ្ញុំបាទឈ្មោះគឹមសុកមានខ្ញុំបាទគឺជានាយកប្រតិបត្តិគ្រប់គ្រងនៅទីតាំងរីសតនេះផងដែរហើយខ្ញុំបាទក៏ជាស្ថាបត្យករម្នាក់ដែលមើលការខុសត្រូវទីតាំងនេះតាំងពីដើមរហូតមកដល់ចប់អញ្ចឹងគម្រោងនេះគឺបានចាប់ផ្ដើមរយៈពេល10ឆ្នាំបញ្ចប់នៅឆ្នាំ2024បាទហើយនៅលើផ្ទៃដីដែលមានទំហំ12000 ម៉ែត្រការ៉េនៅលើដីទាំងអស់នេះគឺមានអគារចំនួន18ដែល13ផ្ទះគឺបម្រើសេវាកម្មស្នាក់នៅមួយផ្ទះគឺសម្រាប់ភោជនីយដ្ឋានផ្ទះទៀតគឺសម្រាប់ជាសេវាកម្ម spa massage ហើយនិង sunset bar សម្រាប់ភ្ញៀវអញ្ចឹងអគារទាំងអស់គឺសាងសង់ឡើងអំពីឈើរចនាបថផ្ទះខ្មែរខ្មែរហ្នឹងគឺម៉ូដផ្ទះដំបូងហ្នឹងគឺមានមុំចោតដំបូងហ្នឹងយើងសង្កេតឃើញថានៅសេសសល់ទុកតាំងពីសម័យអង្គរមកម្លេះដែលយើងមានតែរូបភាពទេណាបាទរូបភាពអញ្ចឹងដំបូលប្រក់ក្បឿងអំពីដីដុតហើយមានបំពាក់នៅក្បាច់ដងក្តារពេជ្រក្តារហ្នឹងមានតែសឈើហើយកម្រាលខាងក្រោមហ្នឹងគឺធ្វើអំពីឥដ្ឋដីដុតដែរបាទអំពីឈើផងដែរខ្ញុំសូមបញ្ជាក់ថាសសរឈើហ្នឹងយើងប្រើប្រភេទឈើមានដូចចិត្តសក្រំកកោះប្រភេទកម្រាលយើងមានពពេលមានកកោះបាទអញ្ចឹងយើងប្រើកគីអញ្ចឹងទៅហើយពីដានយើងមានលម្អក្បាច់មានប្រើពីឈើសាឡៅហើយកន្លែងខ្លះយើងប្រើម្លៀងសាឡាដើម្បីបិទបាំងដើម្បីភាពតាមសម័យកាលដែលភ្ញៀវស្នាក់នៅអញ្ចឹងណាចាដោយឡែកខ្ញុំចង់ឲ្យជំរាបជូនរឿងផ្ទះលោកម្ចាស់អញ្ចឹងណាលោកម្ចាស់នេះមុនគេថាតើផ្ទះលោកម្ចាស់ហ្នឹងមានលក្ខណៈពិសេសយ៉ាងម៉េចខ្លះហើយដូចថាតាំងពីទ្វារតាំងពីដូចថាយើងមានឃើញមានក្បាច់ជាច្រើនដូចសូម្បីតាមប្រកាន់ដៃចន្ទើហ្នឹងគឺមានប្រឡោះដូចមានក្បាច់ផ្កាភ្ញីប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ក៏អត់ដឹងថាក្បាច់ហ្នឹងវាចេញមកពីណាហើយវាយ៉ាងម៉េចដែរអញ្ចឹងអាចជំរាបជូនលម្អិតបន្តិចតាក់ទងជាមួយនឹងផ្ទះនេះតែម្ដងចានៅខាងក្រោយខ្នងយើងនេះចាចំពោះក្បាច់រចនាបំពាក់បង្កាន់ដៃលើកៅអីលើតុគ្រឿងសង្ហារឹមក្រែហ្នឹងក្បាច់សុទ្ធតែយើងគូផ្ទាល់ដៃទាំងអស់យើងប្រើក្បាច់ផ្កាប្រភេទចោះឈើហ្នឹងហើយសម្ភារៈផ្សេងដែលបំពាក់លើផ្ទះហ្នឹងមានភាគច្រើនជាស្ពាន់ជាកតេលដែលត្បាញអំពីផ្អាវយើងមកធ្វើជាក្បាលក្រែហើយក្រែទាំងអស់ហ្នឹងគឺយើងសិតតែធ្វើដោយដៃទាំងអស់ក្រែឈើហ្នឹងគឺយើងមានក្រុមការងារឈើយើងគឺធ្វើខ្លួនឯងតែម្ដងបាទយើងអាចជួយជីវភាពពួកគាត់អានេះបាទដោយឡែកឈ្មោះហេតុអីបានគេដាក់ឈ្មោះថាផ្ទះលោកម្ចាស់ហើយវាមានលក្ខណៈយ៉ាងម៉េចសម្គាល់ថាបានយើងអាចថាអូផ្ទះនេះមានឈ្មោះអីអញ្ចឹងណាចាចំណុចដែលយើងដាក់ឈ្មោះផ្ទះលោកម្ចាស់ឬក៏ផ្ទះចាវីនេះធម្មតាយើងបង្កើតភូមិនេះឡើងគឺជាភូមិឋានមួយដែលប្រជាពលរដ្ឋយើងរស់នៅពីជំនាន់មុនណាជាភូមិដែលមានទីស្រុកស្ដំបន្តិចថាផ្ទះលោកម្ចាស់អញ្ចឹងណាអញ្ចឹងផ្ទះលោកចាវីឬផ្ទះលោកម្ចាស់វាដូចផ្ទះមេភូមិមួយអញ្ចឹងគេថាធម្មតាភូមិវាមានមេភូមិមានអីចឹងណាចាអញ្ចឹងលោកចាវីខ្ញុំនិយាយថាលោកចាវីគឺមកពាក្យចាវាយចាដូចមកពីពាក្យចាវាយភូមិចឹងឯងហើយធំជាងគេសម្រាប់បើនិយាយពីសេវាកម្មបម្រើភ្ញៀវស្នាក់នៅគឺលក្ខណៈគ្រួសារធំតែម្ដងចាបើថាមាន8បន្ទប់គេហើយលើកថាយើងអាចឲ្យមនុស្សស្នាក់នៅបានរហូតដល់20នាក់បានដល់20នាក់បាទចាស់គាត់អាចស្នាក់នៅខាងក្រោមទៅខាងលើអាចក្មេងៗបានដោយសារដែលយើងធ្វើបន្ទប់ខាងក្រោមនោះគឺវាយើងកែច្នៃពីផ្ទះបុរាណយើងផ្ទះផ្សេងយើងខាងក្រោមគឺយើងប្រើលំហ
ចា លំហទាំងអស់ហ្នឹងគឺប្រជាពលរដ្ឋយើងជំនាន់មុនយើងពេលថ្ងៃគាត់អត់គេងទេបើថាគាត់សម្រាប់នៅក្រោមផ្ទះ ចា អញ្ចឹងគាត់ប្រកបជីវភាពរស់នៅគាត់ត្បាញកម្មាគាត់បោកបែនស្រូវអីនៅក្រោមផ្ទះអញ្ចឹងទៅគាត់សម្រាប់ដាំស្លនៅក្រោមផ្ទះតែដល់ឡែកតែលោកម្ចាស់យើង convert មករៀងទៅតាមសម័យកាលបន្តិចដើម្បីឲ្យងាយស្រួលចាស់គាត់ ចា សម្រាប់នៅក្រោមបានពេលភ្ញៀវមកលេងអញ្ចឹងណា ដែលឡែកខ្ញុំឃើញខាងក្រោមហ្នឹងដូចមានកតុបច្រើនដែរមានតាំងពីចក្រានបាយមានតាំងពីដូចមានទទួលអាហ្នឹងមានកតុបការ៉ាអូខេឬក៏យ៉ាងម៉េច ជាបន្ទប់ទទួលភ្ញៀវហើយនឹងបន្ទប់ពិសាអាហារសម្រាប់ដូចថាឥឡូវភ្ញៀវគាត់មកស្នាក់នៅគាត់ចង់ពិសាអាហារជុំគ្នាយើងមានទីកម្មវិធីបាទកម្មវិធីជួបជុំសម្រាប់ពួកគាត់នៅទីហ្នឹងតែម្ដងហើយយើងមានសេវាកម្មម្ហូបអាហារទទួលឲ្យពួកគាត់នៅក្រោមផ្ទះហ្នឹងតែម្ដង ហើយខ្ញុំចូលមកយើងសង្កេតឃើញមាននៅខាងមុខណាខាងមុខមានរុក្ខហនុមានហើយមានហោជាងហ្នឹងថាតើយើងយកមកពីខាងក្បាច់ខណៈឥឡូវយើងនិយាយដល់ទៅខាងមុខវិញចា ខាងមុខហ្នឹងគឺជាអគារសាលាហនុមានហេតុអីបានខ្ញុំដាក់ឈ្មោះហនុមានហនុមានគឺជាតួអង្គស្វាមួយដែលភាគច្រើនយើងស្គាល់ហនុមានណាគេក៏ស្គាល់ដែរគឺដកស្រង់ចេញពីសិល្បៈរឿងរីមកេ ចា អញ្ចឹងផ្ទះទាំងអស់ទាំង12 13ផ្ទះហ្នឹងគឺយើងដាក់ឈ្មោះសัตว์តួអង្គមេស្វាមេតបស្វាទាំងអស់ចាបាទអញ្ចឹងមានគុណនៅគុណពេជ្រនៅនុនសតពិលីអីចឹងទៅខុសតាផ្ទះលោកម្ចាស់មួយយើងដាក់ផ្ទះលោកម្ចាស់បាទអញ្ចឹងសាលាហនុមានគឺអត់មានជញ្ជាំងទេគឺមានតែសសរហើយនឹងដំបូលគឺជាសាលាដើម្បីទទួលភ្ញៀវដើម្បីឲ្យភ្ញៀវគាត់ចូលមក first impression ហ្នឹងគាត់ទទួលយកបរិយាកាសជាមានខ្យល់អាកាសបរិសុទ្ធហើយគាត់អាចមើលឃើញតាំងពីមុខភូមិរហូតមកដល់ក្រោយភូមិតែម្ដងចាពិសេសមែនតើអញ្ចឹងមានន័យថាខាងមុខដោយឡែកខាងមុខកន្លែង reception នេះកន្លែងទទួលភ្ញៀវដំបូងហ្នឹងគឺខាងបងយកពីខាងសាលាហនុមានចាហើយយកក្បាច់ហ្នឹងហើយចុះដោយឡែកខ្ញុំឃើញនៅកន្លែងហោជាងហ្នឹងក្រៅពីរូបហនុមានមានក្បាច់ផ្កាហ្នឹងអាហ្នឹងក្បាច់យកមកពីខាងណាដែរដូចមានយើងក្រុមការងារយើងពួកខ្ញុំហ្នឹងគឺគូខ្លួនឯងទាំងអស់ចង់ឲ្យបងជំរាបជូនបន្តិចតាក់ទងជាមួយនឹងពេលដែលយើងចូលមកណាបន្ទាប់ពីកន្លែងសាលាហនុមានហើយយើងមានស្អីដែលជាដូចថាយើងគួរឲ្យកត់សម្គាល់ពិសេសខ្ញុំឃើញថាយើងមានផ្ទះសងខាងហើយមានដូចធ្វើរោងកតានេះអាហ្នឹងយ៉ាងម៉េចដែរបានយើងធ្វើដូចថាយើងយល់ឃើញយ៉ាងម៉េចហើយវាតំណាងឲ្យអីដែរបាទយើងចូលមកយើងមានផ្ទះសងខាងហើយមានស្រះទឹកនៅចំកណ្ដាលជាគំនិតដែលបង្កើតប្លង់ហេតុអ្វីមិនមានស្រះទឹកចំកណ្ដាលហ្នឹងគឺពីដំបូងបង្កើតភូមិនេះឡើងគឺយើងពឹងផ្អែកទៅលើសកម្មភាពប្រជាជនយើងរស់នៅពីជំនាន់មុនណាប្រជាជនយើងរស់នៅតែតាមមាត់បឹងបួរមាត់ទន្លេមាត់ស្ទឹងមាត់ព្រែកអញ្ចឹងទៅអញ្ចឹងគាត់រស់នៅទីហ្នឹងគាត់ប្រកបអាជីវកម្មនេសាទត្រីដាំដំណាំជុំវិញផ្ទះដាំធ្វើស្រែធ្វើចការអញ្ចឹងទៅចាអញ្ចឹងភូមិយើងនេះបង្កើតឡើងមកគឺ 70% នៃផ្ទៃដីគឺបៃតងទាំងអស់ចាអញ្ចឹងជុំវិញផ្ទះយើងទាំងអស់គឺមានដំណាំហូបផ្លែមានដាំគ្រឿងទេសមានដំណាំអอร์ហ្គានិកដែលយើងបំរើឲ្យភោជនីយដ្ឋានយើងក្រុមផ្ទះហេតុអីបានតនេយើងមានកៃដំបាញយើងចង់បង្ហាញទៅភ្ញៀវទេសចរដែលគាត់មកពីក្រៅហ្នឹងហើយគាត់ដឹងថាអូខ្មែរជំនាន់មុនគេរស់នៅអញ្ចឹងចារាល់ថ្ងៃគេធ្វើមិនគេហូបម្ហូបអីយើងមិនមែនបង្ហាញគេតែការរស់នៅទេបង្ហាញទាំងម្ហូបទៀតម្ហូបប្រជាពលរដ្ឋយើងកាំងពីសម័យមុនហ្នឹងគាត់ហូបអីអញ្ចឹងណាយើងបញ្ចេញអាហ្នឹងដើម្បីឲ្យឃើញពីសកម្មភាពប្រជាពលរដ្ឋយើងឲ្យបរទេសគាត់ដឹងដែលឡែកតាក់ទងជាមួយនឹងការសាងសង់មានការលំបាកទេហើយយើងប្រើពេលសាងសង់រយៈពេលប៉ុន្មានដែរមករួចរាល់ពួកឯងឃើញមើលទៅវារៀងលំអិតការសាងសង់វាពិតជាលំបាកឈើយើងព្យាយាមហាលឈើទាំងអស់ដល់វាស្ងួតបានយកមកសាងសង់អញ្ចឹងចំណាយពី10ឆ្នាំដល់រំតែរួចផ្ទះទាំងអស់ហ្នឹងហើយឈើវាពិបាកមួយទៀតក្នុងការថែទាំដែរអញ្ចឹងវាចំណាយពេលចំណាយថវិកាច្រើនក្នុងការសាងសង់អញ្ចឹងយើងធ្វើទៅតាមដំណាក់កាលវាពឹងផ្អែកទៅលើសេដ្ឋកិច្ចជាតិយើងពេលខ្លះយើងពិបាកដែរអញ្ចឹងយើងផ្អាកសិនទៅដល់ពេលណាយើងមានថវិកាយើងបន្តតិចហ្នឹងទៅអញ្ចឹងវារៀង take time ដែលឡែកដូចទៅតែឃើញបើកសម្ពោធជាផ្លូវការដំណើរការរយៈពេលខ្ទង់ជាង1ឆ្នាំហ្នឹងទេឆ្នាំមុនបាទ2024ចាប់ផ្ដើមបាទខែប្រហែលដែរខែ4ចាអញ្ចឹងឥឡូវនេះសំទុកខែ2ខែ2ចាខែ2អញ្ចឹងឥឡូវនេះវាមានរយៈពេល7ឆ្នាំដែរហើយចា1ឆ្នាំជាងហើយដែលឡែកតាក់ទងជាមួយនឹងសេវាកម្មដែលទទួលមកហ្នឹងយើងផ្ដល់ទៅអត្ថប្រយោជន៍ទៅលើសេវាកម្មអីខ្លះក្រៅពីការស្នាក់នៅណាបាទក្រៅពីការស្នាក់នៅគឺមានភោជនីយដ្ឋានហ្នឹងគឺមិនមែនទទួលតែភ្ញៀវដែលមកស្នាក់នៅទេគាត់អាចមកពីខាងក្រៅ walk in ក៏យើងអាចទទួលទី1ទី2គាត់អាចរៀបចំជាកម្មវិធីជប់លៀងជាពិធីមង្គលការជា pre wedding ជា birthday យើងមានរៀបជាកញ្ចប់ private dinner ក៏យើងរៀបចំបាន
ជាក់ស្ដែងឆ្នាំមុនយើងទទួលបានពិធីមង្គលការមួយខាងបងប្អូនមកពីស្រុកបារាំងគាត់មករៀបចំពិធីអាពាហ៍ពិពាហ៍ទៅគាត់ស្នាក់នៅទាំងអស់បានថាគាត់ម៉ៅមកភូមិនឹងហ្មង ចាចា អញ្ចឹងគាត់មកការដូចជួលភូមិមួយការអញ្ចឹងណាហើយគាត់យកផ្ទះលោកម្ចាស់នេះគឺជាផ្ទះការ ផ្ទះការតែមក បាទគាត់សែនចងដៃគាត់ចងដៃនៅនឹងកាត់ការស្លាយនៅនឹងអស់ មិញបងមានប្រសាសន៍ថាការសាងសង់ផ្ទះខ្មែរនេះវាជារឿងមួយដែលយើងត្រូវការពេលហើយធ្វើពីឈើអញ្ចឹងវាអាចងាយខូចងាយពុកអីវាបើយើងប្រៀបធៀបជាមួយនឹងសំណង់បែបធ្វើពីថ្មយើងរបៀបសម័យណាថាតើវាមានដូចថាការចំណាយខុសគ្នាមិនឆៃបើសិនជាឈើវាមានផលលំបាកហើយចំណាយច្រើនជាងទៀតហេតុអីបានយើងត្រូវឈើរើសយកការសាងសង់ផ្ទះខ្មែរបុរាណផ្ទះឈើហើយវាមានប្រយោជន៍អីខ្លះអញ្ចឹងណាបង ទី1ផ្ទះឈើនិងផ្ទះថ្មផ្ទះឈើខ្មែរយើងពីមុនហើយបីនៅផ្ទះឈើផ្ទះឈើអានៀបផ្ទះយើងជាន់លើហ្នឹងគឺអានៀបអត់ចិត្តទេអញ្ចឹងវាមាន ventilation ខ្យល់ក៏អត់ក្តៅស្អុះហើយអញ្ចឹងអ្នកប្រជាពលរដ្ឋជំនាន់មុនគាត់នៅផ្ទះឈើហ្នឹងចំណុចល្អមួយយើងឈើបាទគាត់ត្រជាក់គាត់អីហ្នឹងទៅហើយជំនាន់មុនស្រុកយើងសម្បូរឈើសំណង់ឥដ្ឋសំណង់បេតុងមិនសូវជាសម្បូរទេ ចាចា បាទដល់ឡែកសំណង់អំពីឥដ្ឋបេតុងយើងឃើញថាឥឡូវរីកច្រើន ចាចា បាទតែគ្រាន់ថាពេលខ្លះវាទីមទាប្រើម៉ាស៊ីនត្រជាក់បាទទាំងហាលអីចឹង ប៉ុន្តែការចំណាយសាងសង់វាខុសគ្នាមិនបើសិនជាតាមបងប្រៀបធៀបទៅ ខុសគ្នាច្រើនហ្មងការធ្វើសាងសង់ផ្ទះអំពីឈើគឺយើងអស់តម្លៃច្រើនជាងសឹងតែគុណ2 អូ បាទទៅលើពេលវេលាទៀតមិនមែនថាចំណាយច្រើនហើយធ្វើលឿនទេហើយត្រូវការជាងមានជំនាញច្បាស់លាស់បង្ហាញពីការរស់នៅរបស់ខ្មែរយើងប្រជាជនខ្មែរយើងពីមុនគឺគាត់នៅផ្ទះឈើរបៀបចឹងខ្មែរយើងចង់រក្សាអត្តសញ្ញាណរបស់យើងតាំងពីចំនួនមុនហ្នឹងឈើគឺជំនាន់មុនមានសម្បូរអញ្ចឹងតម្លៃឈើគឺឥឡូវហ្នឹងគឺមានតម្លៃ មានន័យថាទី1យើងរក្សាអត្តសញ្ញាណយើងផងហើយក៏មើលទៅវាមានភាពល្អបណ្ឌិតគេហៅថាមើលទៅមានឧត្តមភាពហើយមួយទៀតបើសិននិយាយអំពីផ្ទះថ្មបរទេសគាត់ផ្ទះថ្មគាត់នៅធុញទេ ចាគាត់ធ្លាប់នៅស្រុកគាត់យើងតែមុននៅផ្ទះឈើអញ្ចឹងគាត់ឃើញផ្ទះឈើគាត់មានអារម្មណ៍ថាអូខ្មែរយើងផ្ទះឈើខុសពីផ្ទះគាត់ថ្មគាត់នៅស្រុកគាត់នៅផ្ទះថ្មអញ្ចឹងគាត់ទទួលបានអារម្មណ៍មួយប្លែកថាទោះបីផ្ទះឈើយើងបន្ទប់វាទូចមែនតែមានភ្ញៀវបរទេសគាត់មកស្នាក់នៅគាត់អត់ដែរមានបញ្ហាគាត់ថានៅស្រួលនៅអីចឹងមានបរិយាកាសស្ងប់ស្ងាត់មានសម្លេងចាបមានអីចឹងទៅធម្មជាតិចឹងនិយាយរួមទៅផ្សារភ្ជាប់មួយធម្មជាតិបាទចាដោយសារតែខ្ញុំគិតថាយើងចង់ដឹងថាយ៉ាងម៉េចខ្ញុំចង់ឲ្យបងមុននឹងបញ្ចប់ខ្ញុំចង់ឲ្យបងជូនទៅមើលផ្ទាល់តែម្ដងបង្ហាញចំណុចខ្លះដូចថាអ្វីដែលជាអត្តសញ្ញាណរបស់យើងហើយភាពចាំបាច់ណាមួយដែលយើងត្រូវយកមកដាក់ខ្ញុំគិតថាការដេកឬក៏ការលម្អអីមួយនៅក្នុងផ្ទះមួយជាពិសេសដូចជាផ្ទះលោកម្ចាស់នេះផ្ទាល់ក៏ដូចជាគេហៅថាភូមិឋានភូមិចាវានេះតែម្ដងខ្ញុំគិតថាមុខតែមានហេតុផលអីគេកាលណាគេតាំងអីមួយគឺគេមានហេតុផលរបស់គេអញ្ចឹងខ្ញុំចង់ឲ្យបងទៅបង្ហាញជូនបន្តិចធួថាលំមិនលំអិតក៏ដោយហើយអ្នកដែលគាត់ចង់មកដឹងលំអិតគឺគាត់អាចមកtìm hiểuបានមកចូលមកតែម្ដងទៅចាអញ្ចឹងដោយឡែកជាចុងក្រោយបងមានអីចង់បន្ថែមហើយមួយទៀតខ្ញុំចង់ដឹងថាបើសិនជាពួកគាត់មកចូលលេងអីធម្មតាក៏បានដែរមិនបាច់ចាំស្នាក់នៅឬក៏យ៉ាងម៉េចដែរអាចមកលេងបានមានស្អីមានកាហ្វេព្រឹកឡើងអាចមកអញ្ជើញភាសាកាហ្វេមួយកែវក៏បានចូលថតរូបថតអីលេងអញ្ចឹងទៅហើយក៏មែនតើទៅយើងខុសប្លែកភូមិវប្បធម៌បន្តិចភូមិវប្បធម៌លក់សមុទ្រចូលចាតែយើងអត់ទេយើងជា resort ចាតែយើងបើកឲ្យភ្ញៀវទូទៅចូលដោយសារយើងមាន restaurant គាត់មកទទួលសេវាកម្មហូប restaurant ហូបកាហ្វេហូបភេសជ្ជៈអញ្ចឹងទៅគាត់មើលភូមិមើលអីទៅតែគ្រាន់ថាបើសិនជាមានផ្ទះភ្ញៀវសាក់នៅភ្ញៀវអាចចូលទៅមើលបានដោយសារយើងទុក privacy ឲ្យភ្ញៀវដូចថាបងប្អូនណាដែលគាត់ជិះកាត់គាត់បញ្ញាប់អីក៏ដោយគាត់មិនបានស្នាក់នៅអីគាត់អាចអញ្ជើញចូលមកលេងភាសាអាហារភាសាកាហ្វេឬក៏អីហើយឃើញមាននៅខាងមុខមានតាំងដូចជាខ្មុកហើយរូបអប្សរាអ្វីរូបស្វាទាំងអស់ដែលយើងដកស្រង់ពីរឿងរាមកេរ្តិ៍ហ្នឹងហើយមានមកុដអប្សរាយើងព្យាយាមយករបស់ដែលធ្វើដោយដៃហើយជារបស់ផលិតនៅស្រុកខ្មែរយើងមកដាក់តាំងទាំងអស់កម្មាត្បាញដោយដៃបាទឥឡូវកុំឲ្យខាត់ពេកចង់ឲ្យបងនាំទៅផ្ទះលោកម្ចាស់តិចហើយចាយើងចាំបន្តទៅអីទៀតតោះមុននឹងចូលទៅដល់ខាងក្នុងខ្ញុំចង់ឲ្យបងជំរាបជូនតិចដែរឃើញថានៅខាងរៀនហាខាងមុខនេះហេតុអីបានយើងត្រូវធ្វើមានប្រហោងហើយ
មកទៅមានដើមស្លាដើមអីដើមមលូដើមអីចឹងវាមានលក្ខណៈពិសេសយ៉ាងម៉េចចឹងបងមែនតើទៅក្នុងការបង្កើតប្លង់ឲ្យមានលំហនេះកំណត់ហ្នឹងគឺយើងចង់ឲ្យបង្កើតជាទីតាំងមួយពួកគាត់អង្គុយជួបជុំគ្នាចាចាអញ្ចឹងគាត់មកដល់គាត់នៅក្នុងបន្ទប់ទេដល់ពីបន្ទប់មកគាត់មានទីតាំងមួយគាត់អង្គុយនិយាយគ្នាលេងគាត់អង្គុយអានសៀវភៅចាចាឬក៏គាត់មានភ្ញៀវមកគាត់អាចជួបគ្នានៅនឹងបានដែរហើយលំហហ្នឹងគឺវាជួយមួយទៀតជួយឲ្យមានពន្លឺផ្ទះហ្នឹងវាអត់ហប់វាមាន ventilation ខ្យល់រត់ក្នុងការបានល្អហើយក៏យើងបានថែមជាមួយនឹងដើមស្លាជាមួយនឹងមលូហ្នឹងគឺមលូស្លាហ្នឹងយើងខ្មែរយកចោលទេចាហើយនៅខាងនេះមានក្រែខ្មែរបងបាទតែហ្នឹងពេលថ្ងៃដូចទំនៀមទម្លាប់ខ្មែរយើងពីដើមហ្នឹងគាត់អង្គុយត្បាញចាអូកន្លែងនេះគាត់អង្គុយត្បាញជជែកគ្នាលេងទៅបាទជជែកគ្នាលេងអញ្ចឹងទៅគាត់សម្រាប់ថ្ងៃក៏បានថ្ងៃឡើងចាស់ចាចាអញ្ចឹងមានក្រែនេះសងខាងណាបាទកតុបនេះរៀងកាត់សហសម័យច្រើនដោយសារកតុបហ្នឹងគឺយើងហូបបាយហើយតែផ្ទៃខាងក្នុងដំបូលក៏យើងអត់ទុកចោលដែរយើងធ្វើជាឡាទឿមួយនៅក្នុងដំបូលអាចឲ្យគាត់ទៅដូចថាអូគាត់គ្នាច្រើនគាត់ថែមគាត់ពេញនៅក្នុងដំបូលនោះបានដោយឡែកខ្ញុំចង់ដឹងថាផ្ទះហ្នឹងឃើញមានដំបូលនេះមានក្រងហ្នឹងអាហ្នឹងស្អីគេពីដាននេះដែរគឺធ្វើដោយដៃផ្ទាល់ដែរគឺយើងត្បាញធាងដូងអាតំដងធាងដូងយើងសកស្លឹកចេញហើយយើងត្បាញជាមួយអង្វោះអញ្ចឹងអានេះគឺជាធាងដូងតែម្ដងបាទហើយយើងត្បាញមកយើងយកបិទបងដាក់អានឹងទាំងអស់តែម្ដងបាទយើងដាក់តែផ្ទះលោកម្ចាស់នេះមួយហើយនឹងសាលាហនុមានបាទចាប៉ុន្តែធាងដូងវាមានអាយុកាលយូរទេបានយូរគួរសមយើងបើយើងកុំឲ្យវាសើមិនអីទេវានៅស្ងួតអត់អីទេមែនតើតែនេះគឺមានចរដៅ2ចរដៅនេះចរដៅឈើនៅខាងមុខមួយទៀតនៅខាងក្រោយចរដៅខាងមុខនេះគឺសម្រាប់ចាស់ផ្ទះលោកម្ចាស់គាត់ប្រើគាត់ឡើងអ្នកមុខអ្នកការឡើងតាមមុខដល់ឡែកអ្នកបំរើផ្សេងគឺឡើងតាមចរដៅក្រោយនេះគឺជាថាសចរដៅដែលយើងដកស្រង់ចេញពីក្បាច់តាមប្រាសាទដែរយើងតាមប្រាសាទយើងមុននឹងចូលប្រាសាទគេមានថាសចរដៅមួយដើម្បីបានជាថាយើងដកស្រង់លំនាំអញ្ចឹងដែរតែគឺសម័យបន្តិចបាទចាយើងលាយគ្នាដើម្បីឲ្យវាមានការភាពស្រស់ស្អាតណាហើយឃើញមានដាក់ស្អីគេកំពូលនេះអាហ្នឹងម៉ូដអីគេហ្នឹងបងម៉ូដនេះម៉ូដក្បាច់ផ្កាច័ន្ទហើយយើងធ្វើអំពីស្ពាន់យើងដាក់យើងឲ្យគេដាប់ស្ពាន់តែម្ដងហ្នឹងជាសិប្បកម្មក្នុងស្រុកទាំងអស់អត់មានបានទិញពីក្រៅមកទេចាកន្លែងហ្នឹងខ្ញុំឃើញក៏សម្គាល់មួយទ្វារហាក់បីដូចជាផ្លែហើយស្អាតមែនតើឃើញមានដាក់ឈើអញ្ចឹងហើយមានដាក់កញ្ចក់ហើយមានដាក់កណាត់បាទចាឃើញផ្ទះខ្មែរខ្លះក៏អត់មានដាក់ឯងបាទពួកយើងមែនតើយើងប្រើជា2ជាន់ខាងក្រៅគឺពួកឈើខាងក្នុងគឺកញ្ចក់អញ្ចឹងពេលណាដែលគាត់អង្គុយលេងពេលថ្ងៃគាត់ចង់បានពលឺគាត់បើកតែពួកឈើទៅបានន័យថាពលឺចូលតែមុខគាត់ចូលលេងបាទបន្ទប់នេះផងដែរគឺយើងជាបន្ទប់ master room ឬក៏ហៅថាបន្ទប់លោកម្ចាស់ចាបាទបន្ទប់ធំជាងគេនៅក្នុងផ្ទះហ្នឹងនៅចំតដីហ្នឹងអញ្ចឹងមានក្រែ2ក្រែធំ1ក្រែទូច1ហើយតុធ្វើការ1ហើយនឹងសាឡុងចាសាឡុងទួហើយនេះគឺ mini bar ចាសម្រាប់មានទឹកមានអីតែសូម្បីតែទូនេះក៏យើងឆ្នៃខ្លួនឯងដែរយើងអត់ទិញស្រាប់ទេចាបញ្ហាទូហ្នឹងយើងគូប្លង់មកຂະຫນាត់យើងឲ្យຂະຫນាត់ជាងធ្វើតែម្ដងចាចុះកណូខាងនេះបងខ្ញុំឃើញភាគច្រើនកណូមានរូបរាងស្លេកចឹងអាហ្នឹងយ៉ាងម៉េចដែរកណូបុរាណនេះយើងដកស្រង់ចេញពីអញ្ចាំងកណូវិហារបកៅមករដ្ឋនៅក្នុងព្រះរាជវាំងខ្មែរចាដោយសារយើងព្រីននេះចាព្រីនយកពេលយើងព្រីនទៅវានេះចាហើយទីមួយកណូបុរាណណាភាគច្រើនគាត់ color អញ្ចឹងយើងធ្វើ color ឲ្យវាទៅបុរាណក្បាលក្រែនេះគឺយើងយកកាតេលកាតេលនេះគឺត្បាញដោយដៃកាតេលប្រជាជនយើងធ្វើបាទប្រជាជនធ្វើពីអីបងអាហ្នឹងផ្អើលផ្អើលដើមផ្អើលយាយនៅឃុំលៀងដៃសំបីតែតុកឡាបូនេះក៏យើងធ្វើខ្លួនឯងដែរគូខ្លួនឯងដែរបើថាយើងតុកនេះមួយយើងអាចទិញនៅទីផ្សារក្រៅបានទេអញ្ចឹងវាមានរសធាតុផ្សំពីជាងច្រើនដោយឡែកតើតោះមួយទូនេះឃើញប្លែកបងមានបិទអានោះសបកខ្យងបាទសិល្បៈនេះគេបិទសបកខ្យង